ឃើញគាត់កំពុងតែយកឈើពុតជាមួយនឹងដែកហ្នឹងតាមពិតគាត់ពុតអាឈើហ្នឹងដើម្បីយកទៅធ្វើជាឧបករណ៍មួយឧបករណ៍គឺជាឧបករណ៍មួយសម្រាប់យើងដាំបន្លែដាំអីចឹងយើងកាយដីដាំបន្លែដាំអីចឹងបងប្អូននិយាយទៅការធ្វើរបស់គេគឺថាប្លែកខ្លាំងមែនទែនហើយឧបករណ៍នេះគឺថាពេលគាត់ធ្វើឲ្យកាន់តែប្លែកទៀតបងប្អូនឧបករណ៍នេះរូបរាងវាដូចជារនាស់ចឹងបងប្អូននិយាយទៅមិនសរសើរបានគាត់ពិតជាបកាយរកកំណត់ឆ្នៃប្រឌិតខ្លាំងមែនទែនណាឥឡូវគាត់យកអាឈើមេឃឈើតិចតូចហ្នឹងទៅដុតវាសិនបងប្អូនដើម្បីយកទៅឆ្នៃធ្វើជាឧបករណ៍ហ្នឹងអូនិយាយទៅឧបករណ៍ហ្នឹងពេលគាត់ធ្វើឲ្យនិយាយទៅគឺថាអែមប្លែកខ្លាំងមែនទែនហើយភាគច្រើនជនជាតិឥណ្ឌាគេចូលចិត្តប្រើឧបករណ៍ហ្នឹងខ្លាំងមែនទែនដើម្បីយកទៅកាយដីដើម្បីដាំដំណាំផុកគេអញ្ចឹងហើយនិយាយទៅឧបករណ៍ហ្នឹងគឺថាពេញនិយមនៅប្រទេសឥណ្ឌាឥឡូវគាត់ដុតហើយគាត់ចាប់ដើមយកវាទៅពុតម្ដងតិចចាព្រោះថាការដុតជាមួយនឹងភ្លើងអាចធ្វើឲ្យឈើហ្នឹងពុតបានល្អអញ្ចឹងបងប្អូនហើយនិយាយទៅឧបករណ៍នេះគឺថាគាត់ធ្វើលឿនខ្លាំងមែនទែនហើយក្នុងមួយថ្ងៃគាត់ធ្វើឧបករណ៍ហ្នឹងបានច្រើនណាស់បងប្អូននេះឥឡូវក៏ចាប់ដើមយកវាទៅពុតទៀតបងប្អូននិយាយទៅមិនសាមបានគាត់ពិតជាបកាយរកកំណត់ឆ្នៃប្រឌិតខ្លាំងមែនទែនហើយការធ្វើមួយគេមិនចេះតែធ្វើទេគេសិតតែមានបច្ចេកទេសមានតិចនិចផងគេត្រឹមត្រូវគេធ្វើគេមិនចេះធ្វើឲ្យទៅហើយពីដៃណាឃើញឈើរៀងអញ៉ៃអញ្ចឹងប៉ុន្តែគាត់យកទៅធ្វើជាឧបករណ៍ហើយនិយាយពីថាឧបករណ៍នឹងចេញមកប្លែកស្អាតខ្លាំងមែនទែនឥឡូវក៏ពោះចាប់ដើមប្រមូលឲ្យឈើហ្នឹងដើម្បីយកទៅធ្វើជាឧបករណ៍ហ្នឹងហើយបន្ទាប់គាត់ប្រមូលក៏ចាប់ដើមចងវាម្ដុំសិនបងប្អូនព្រោះថាម្ដុំវាអញ្ចឹងគេអាចធ្វើបានច្រើនដែរព្រោះឥឡូវក៏ចាប់ដើមយកឈើទៅខាត់សបកក្រៅវាចេញដើម្បីយកអាសាច់ក្នុងឈើហ្នឹងវាពណ៌ស្អាតបងប្អូនហើយអាឈើនេះញ៉ាត់ដឹងថាជាដើមអីគេទេបងប្អូននិយាយទៅដើមវាមើលទៅពិបាកមើលដោយសារតែឃើញតែសបកនឹងដើមអញ្ចឹងអត់ឃើញរូបរាងដើមឈើឥឡូវក៏ពោះចាប់ដើមនេះសេរីវាធ្វើរូបរាងបងប្អូននិយាយទៅការធ្វើរបស់គេគឺថាមានច្រើនដំណាក់កាលខ្លាំងមែនទែនទៅរំបានតែឧបករណ៍នឹងមួយអាដើមឈើដែលគាត់យកមកធ្វើញ៉ាត់ដឹងថាជាដើមអីទេបងប្អូនបើបងប្អូនណាដឹងថាដើមឈើគឺជាដើមអ្វីកុំភ្លេចជួយ comment ប្រាប់ខ្ញុំផងបងប្អូនឥឡូវក៏ពោះចាប់ដើមនេះយកបន្ថែមមកកាប់នេះមកកាប់សេរីវាកាគៀនហ្នឹងបងប្អូនអូនិយាយទៅគាត់បកាយរនឹកធ្វើខ្លាំងមែនទែនឥឡូវក៏ពោះចាប់ដើមសេរីវាធ្វើមួយឲ្យវាស្មើគ្នាបងប្អូនព្រោះថាឈើមួយវាអត់ស្មើគ្នាទេអញ្ចឹងមានតែគាត់សេរីថែមអីភាសាឈើខ្លះវាតូចឈើខ្លះវាធំអញ្ចឹងហើយនិយាយទៅបន្ទាប់គាត់ធ្វើបានប៉ុណ្ណឹងគាត់ចាប់យកដើមយកទៅកន្លែងមួយទៀតបងប្អូនគាត់យកអាឈើហ្នឹងទៅផ្គុំជាមួយនៅអាដងឈើរៀងវែងហ្នឹងបងប្អូននិយាយទៅមុននឹងគាត់ផ្គុំគាត់ចាប់ដើមសេរីវាស់វាឲ្យត្រូវគ្នាសិនបងប្អូនវាស់វាត្រូវឧទាហរណ៍ថាត្រូវកាត់វែងណាត្រូវដាក់វែងណាអញ្ចឹងដើម្បីវាចេញមកមានរាងស្អាតអញ្ចឹងកុំឲ្យវាចេញមករៀងរូបរាងចងាងពេកអញ្ចឹងហើយនិយាយទៅឥឡូវក៏ចាប់ដើមស្វានសិនបងប្អូនស្វានវាដើម្បីគាត់ដាក់ដែកចូលតាមប្រឡោះហ្នឹងទៅឲ្យវាជាប់គ្នាបានល្អអញ្ចឹងអូនិយាយទៅសិតតែជាបច្ចេកទេសសុទ្ធបងប្អូនឥឡូវចូលមកកន្លែងដំណាក់កាលមួយទៀតបងប្អូនដំណាក់កាលនេះគឺជាកន្លែងដំណាក់កាលគេចាប់ដើមធ្វើតែម្ដងឥឡូវក៏ចាប់ដើមយកដែកហ្នឹងទៅកាត់វាមកល្មមដែលគាត់អាចវាយបញ្ចូលជាមួយនឹងអាឈើមេឃឈើតូចហ្នឹងហើយការធ្វើប្រកបក៏ធ្វើម្ដងមួយកកលៈអញ្ចឹងបងប្អូនហើយឧបករណ៍ក៏ធ្វើឲ្យគឺថាអូ my god បងប្អូនស្អាតប្លែកខ្លាំងមែនទែនមើលទៅរូបរាងវាដូចជារនាស់អញ្ចឹងបងប្អូនហើយនិយាយទៅនៅប្រទេសឥណ្ឌាភាគច្រើនអាឧបករណ៍ហ្នឹងគឺថាពេញនិយមខ្លាំងមែនទែនគេចូលចិត្តប្រើវាបងប្អូនអូនេះឥឡូវឃើញតែការធ្វើប្រកបហើយបងប្អូននិយាយទៅស្អាតខ្លាំងមែនទែនចឹងវីដេអូមានតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះផ្ដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងសូមតាបៃតោផងបងប្អូនកុំភ្លេចជួយ follow ផង